បន្ទាប់ពីត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវឈွန်នៅវេលាម៉ោង 11:44 នាទីយប់ថ្ងៃសុក្រយានដឹកអវកាសយានិកចិន3រូបបានហោះចូលចតដោយជោគជ័យនៅស្ថានីយ៍អវកាសធានកុងនៅក្នុងគន្លងតារាវិថីនៅវេលាម៉ោង 3:20 នាទីព្រឹកថ្ងៃសៅរ៍ពលគឺចំណាយពេលហោះតែ3ម៉ោងកន្លះតែប៉ុណ្ណោះ3ម៉ោងកន្លះនេះគឺជាថេរវេលាហោះដ៏ខ្លីស្មើទៅនឹងពាក់កណ្ដាលនៃថេរវេលាហោះកន្លងមករបស់យានអវកាសចិននេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិនក្រៅតែពីការបំបែកឯកតកម្មរបស់ខ្លួនខាងចំណាយពេលវេលាហោះនៅក្នុងរយៈពេលខ្លីដល់ទៅពាក់កណ្ដាលចិនគឺបានបញ្ជូនជាលើកទី1អវកាសយានិកវ័យក្មេងជាងគេនៅក្នុងទីអវកាសនៅក្នុងចំណោមអវកាសយានិក3រូបដែលត្រូវបំពេញបេសកកម្មរយៈពេល6ខែនៅស្ថានីយ៍អវកាសរបស់ចិនវិស្វករអ៊ូហ្វៃអាយុ32ឆ្នាំគឺជាអវកាសយានិកក្មេងជាងគេបំផុតនៅក្នុងប្រវត្តិអវកាសរបស់ចិនដែលធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសចំណែកឯអវកាសយានិកម្នាក់ទៀតគឺធ្លាប់ជាអ្នកជំនាញស្រាវជ្រាវទៅលើផ្នែកថាមពលហើយនិងវត្ថុធាតុថ្មីៗមុននឹងផ្លាស់ប្ដូរអាជីពមកធ្វើជាអវកាសយានិកនៅក្នុងស្ថានីយ៍អវកាសធានកុងដែលចិនទើបតែបញ្ចប់ការសាងសង់នៅឆ្នាំ2022អវកាសយានិកទាំង3រូបគ្រោងនឹងធ្វើការពិសោធន៍វិទ្យាសាស្ត្រចំនួន27ហើយនឹងអនុវត្តកម្មវិធីស្រាវជ្រាវទៅលើឱសថជីវបច្ចេកវិទ្យាជាដើមក្រៅតែពីការងារស្រាវជ្រាវអវកាសនេះអវកាសយានិកចិនទាំង3រូបត្រូវហោះចេញទៅក្នុងទីអវកាសដើម្បីដំឡើងខែលប្រឆាំងទៅនឹងសម្រាមផ្កាយរណបនៅខាងក្រៅស្ថានីយ៍អវកាសធានកុងបេសកកម្មបញ្ជូនអវកាសយានិកលើកនេះក៏សម្គាល់ផងដែរដោយការបញ្ជូនជាលើកទី1សត្វកណ្ដុរទៅក្នុងទីអវកាសបើតាមទីភ្នាក់ងារអវកាសចិនសត្វកណ្ដុរ4ក្បាលគឺញី2ក្បាលហើយនិងឈ្មោល2ក្បាលដែលរើសចេញពីក្រុមសត្វកណ្ដុរដែលគេបានបង្វឹកចំនួន300ក្បាលនោះគឺនឹងត្រូវយកទៅពិសោធន៍ឲ្យរស់នៅក្នុងទីអវកាសវិស្វករនៃវិទ្យាស្ថានវិទ្យាសាស្ត្រចិនលោកហានបៃបាននិយាយថាគោលដៅនៃការសិក្សាគឺចង់ដឹងថាតើទម្ងន់ហើយនឹងការបង្ខាំងនៅក្នុងទីអវកាសអាចប៉ះពាល់ទៅដល់អេរយាប័តរបស់សត្វយ៉ាងដូចម្តេចខ្លះបន្ទាប់ពីស្ថិតនៅក្នុងស្ថានីយ៍អវកាសធានកុងនៅក្នុងរយៈពេលប្រមាណ1សប្តាហ៍កណ្ដុរពិសោធន៍ទាំង4ក្បាលនឹងត្រូវធ្វើដំណើរមកផែនដីវិញជាមួយនឹងអវកាសយានិកចិន3រូបផ្សេងទៀតដែលទើបតែបញ្ចប់បេសកកម្មរយៈពេល6ខែរបស់ខ្លួនគួរបញ្ជាក់ថានៅក្នុងរយៈពេល30ឆ្នាំមកនេះចិនបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីដើរឲ្យទាន់មហាអំណាចអាមេរិកហើយនិងរុស្ស៊ីដែលកំពុងតែដើរឈានមុខគេនៅក្នុងវិស័យអវកាសកាលពីឆ្នាំ2011ចិនគឺត្រូវបានគេផាត់ចោលមិនឲ្យចូលរួមនៅក្នុងបេសកកម្មនៅស្ថានីយ៍អវកាសអន្តរជាតិបន្ទាប់ពីអាមេរិកបានចេញបម្រាមមិនឲ្យមានការសហការជាមួយនឹងប៉េកាំងការប្រឹងប្រែងដោយខ្លួនឯងហើយនឹងការចំណាយថវិកាច្រើនមហាសាលជាពិសេសនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងក៏បានធ្វើឲ្យចិននេះសម្រេចជោគជ័យសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួនមួយនៅក្នុងគន្លងតារាវិថីហើយបានប្រកាសបើកដៃស្វាគមន៍តាមរយៈការចុះកិច្ចព្រមព្រៀងសហការជាមួយនឹងប្រទេសសម្ព័ន្ធមិត្តរបស់ចិននៅខែកុម្ភៈដើមឆ្នាំនេះចិនបានចុះកិច្ចព្រមព្រៀងជាមួយនឹងប៉ាគីស្ថានដើម្បីបញ្ជូនអវកាសយានិករបស់ប្រទេសមួយនេះទៅកាន់ស្ថានីយ៍អវកាសធានកុងរបស់ចិននៅថ្ងៃប្រហ័សកន្លងទៅទីភ្នាក់ងារអវកាសចិនក៏បានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់ចិននៅក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទយ៉ាងយូរបំផុតនៅឆ្នាំ2030